រឿងសម្លាញ់ពីរនាក់កាលពីព្រាយនាយមានបុរសពីរនាក់ជាសម្លាញ់នឹងគ្នានិយាយសន្យាគ្នាថាកាលបើយើងមានប្រពន្ធហើយឯងក្តីអញក្តីបើមានទ្រព្យសម្បត្តិត្រូវយើងចិញ្ចឹមគ្នាទៅវិញទៅមកសន្យាគ្នាហើយយូរបន្តិចទៅសម្លាញ់មួយមានប្រពន្ធគ្រប់លក្ខសម្លាញ់មួយទៀតមានប្រពន្ធខាតលក្ខវេលាយប់ចូលដំណេកសម្លាញ់ដែលមានប្រពន្ធគ្រប់លក្ខនោះនិយាយគិតគ្នាប្តីប្រពន្ធថាយើងរកស៊ីអីឲ្យមានឆាប់ប្រពន្ធថាអ្នកចង់រកស៊ីអីឬប្រើខ្ញុំឲ្យត្បាញរវៃលក់ដូរខ្ញុំទទួលតាមមិនហ៊ានទៅតឹងទាស់ចិត្តអ្នកទេលុះកន្លងមកពេលចូលដំណេកយប់ក្រោយទៀតប្តីនិយាយនឹងប្រពន្ធថានាងអើយបើគិតឃើញរបរមួយមុខបើបានដោយគំនិតនឹងបានមាសប្រាក់ដោយងាយប្រពន្ធសួរប្តីថាគិតធ្វើម្ដេចក៏បានងាយម្លេះប្តីប្រាប់ប្រពន្ធថាជាច្រើនឆ្នាំមកហើយនៅក្នុងសមុទ្រមានសំពៅអ្នកចំនួនគ្រប់ប្រភេទខ្លះសុខសប្បាយខ្លះលិចលង់របស់ទ្រព្យសពសារពើមាសប្រាក់កប់នៅបាតសមុទ្រនោះច្រើនយើងគិតនាំគ្នាទៅបាច់ទឹកសមុទ្រនោះឲ្យរីងក្រអ្វីមាសប្រាក់របស់គ្រប់មុខនោះបើបានត្រីតូចធំយើងធ្វើងៀតធ្វើផ្អកប្រហុកព្រឹកប្រហៀមស្រាងនេះនាងឯងដាំបាយដួសដាក់កញ្ជើឲ្យមានម្ហូបនិងស្លាម្លូផងយើងទៅបាចទឹកសមុទ្រឲ្យរីងប្រពន្ធឮប្តីប្រាប់ហើយក៏ធ្វើតាមបង្គាប់លុះព្រឹកឡើងរៀបគ្រប់ប្រដាប់រួចក៏នាំទៅមាត់សមុទ្រហើយទុកដាក់បាយម្ហូបចំណីដោយស្រួលទើបប្តីកាន់កញ្ជើមួយខំបាចទឹកទៅលើគោកបាចទាល់តែដល់ពេលបាយទើបឈប់បរិភោគលុះបរិភោគបាយរួចនាំប្តីប្រពន្ធបាចទៀតដល់ល្ងាចទើបទៅផ្ទះព្រឹកឡើងនាំគ្នាទៅបាចទៀតដល់ល្ងាចទើបនាំគ្នាមកផ្ទះវិញបាច់បានចំនួន5ថ្ងៃប្តីក៏ឈរបាំងដៃមើលទឹកសមុទ្រហើយប្រាប់ប្រពន្ធថាទឹកស្រកសណ្ដក់ហើយនាងប្រពន្ធឆ្លើយថាបើដូច្នោះយើងខំបាច់ទៅបើយូរណាស់ត្រឹមកន្លះខែទៀតមុខជារីងហើយយើងចាប់យកត្រីតូចធំវះធ្វើងៀតផ្អកប្រហុកថ្លឹងលក់យកប្រាក់មួយទៀតយើងត្រូវរកកកាយយកប្រាក់មាសតុកថាសចានក្បានដ៏មាននៅក្នុងសំពៅទាំងប៉ុន្មានដែលលិចលង់មកយូរឆ្នាំនោះមិនដឹងថាយកទៅណាអស់ទេថាហើយដល់ល្ងាចនាំគ្នាត្រឡប់ទៅផ្ទះវិញព្រឹកឡើងនាំគ្នាទៅបាចទៀតហើយនិយាយតែពាក្យដដែលដូចថ្ងៃមុនវងមច្ឆាក្នុងសមុទ្រស្ដាប់ឮដឹងដំណើរសពគ្រប់ភ័យបារម្ភណាស់ជំនុំគ្នាថាយើងមុខជាស្លាប់ម្ដងនឹងហើយគួរតែយើងនាំគ្នាទៅទូលស្ដេចត្រីអាសាសមុទ្រទើបរស់ជីវិតគិតហើយនាំគ្នាមុជហែលទៅរកស្ដេចត្រីទូលតាមដំណើរដែលបុរសប្តីប្រពន្ធមកបាចទឹកសមុទ្រនោះស្ដេចត្រីដឹងហើយបង្គាប់ត្រីទាំងប៉ុន្មានដែលទទួលនោះថាឯងរាល់គ្នាពំយកមាស5ក្រឡប្រាក់5ក្រឡនិងតុកថាសផ្តិលចានទៅឲ្យបុរសប្តីប្រពន្ធអង្វរគេឲ្យលែងបាចទឹកសមុទ្រទៅត្រីទាំងនោះក៏យកវត្ថុគ្រប់ចំនួនតាមស្ដេចត្រីបង្គាប់រួចនាំគ្នាពំហែលមកដល់បុរសប្តីប្រពន្ធអង្វរសូមឲ្យលែងបាចទឹកសមុទ្រត្រីទាំងនោះក៏ហាមាត់ខ្ជាក់ក្រឡមាសប្រាក់តុកថាសផ្តិលចានឲ្យបុរសប្តីប្រពន្ធបុរសប្តីប្រពន្ធមានសេចក្តីត្រេកអរពន់ពេកក៏ឈប់លែងបាចទឹកតាំងពីថ្ងៃនោះនាំប្តីប្រពន្ធរែកទូលជញ្ជូនទៅទុកផ្ទះទាល់តែអស់បុរសប្តីប្រពន្ធក៏មានទ្រព្យសម្បត្តិច្រើនថ្កើងរុងរឿងមានសេចក្តីសុខរៀងទៅពរនាអំពីសម្លាញ់ដែលមានប្រពន្ធខាត់លក្ខគាត់ភ្នក់ដឹករលឹកដល់សម្លាញ់ហើយនាំប្រពន្ធទៅលេងផ្ទះសម្លាញ់ដែលមានប្រពន្ធគ្រប់លក្ខលុះឡើងដល់លើផ្ទះឃើញគេនៅរាប់អានចាំចិត្តស្និទ្ធស្នាលដូចពីដើមគាត់គុណមើលរបស់ប្រដាប់ប្រដាក្នុងផ្ទះគេហើយនឹកក្នុងចិត្តថាពីដើមឡើយសម្លាញ់គេមានទ្រព្យសម្បត្តិសមគួរល្មមទេឥឡូវនេះគេរករបរអ្វីក៏មានទ្រព្យសម្បត្តិច្រើនម្ល៉េះគិតហើយត្អូញប្រាប់សម្លាញ់ដែលមានទ្រព្យសម្បត្តិថាសម្លាញ់អើយអញសពថ្ងៃនេះក្រលំបាកណាស់ចុះសម្លាញ់ឯងរកស៊ីអ្វីក៏មានទ្រព្យសម្បត្តិច្រើនម្ល៉េះសម្លាញ់ដែលមានប្រពន្ធគ្រប់លក្ខថាសម្លាញ់អើយអញរកស៊ីបាច់ទឹកសមុទ្រតែ2នាក់នឹងប្រពន្ធអញពេលព្រឹកទៀបភ្លឺប្រពន្ធអញដាប់បាយគ្រប់ប្រដាប់លុះភ្លឺឡើង
នាំគ្នាទៅបាច់ទឹកសមុទ្រល្ងាចត្រឡប់មកផ្ទះវិញស្ដេចត្រីភ័យបង្គាប់ត្រីជាបរិវារឲ្យពាស់មាសប្រាក់និងរបស់របរគ្រប់មុខឲ្យអញឯសំឡាញ់មានប្រពន្ធខាត់លាក់ដឹងហើយក៏លាសំឡាញ់ដែលមានប្រពន្ធគ្រប់លាក់គេក៏ឲ្យប្រាក់យកទៅចិញ្ចឹមជីវិតលុះត្រឡប់ទៅដល់ផ្ទះវិញពេលចូលដំណេកបុរសនោះនិយាយនឹងប្រពន្ធថាព្រឹកនេះឯងដាំបាយពីយប់រៀបចំប្រដាប់ឲ្យមានសពគ្រប់ភ្លឺឡើងយើងនឹងនាំគ្នាទៅបាចទឹកសមុទ្រឲ្យបានមាសប្រាក់របស់ទ្រព្យដោយសម្លាញ់យើងលុះភ្លឺច្បាស់មេខាតលាក់ជាប្រពន្ធបានក្រោកបង្កាត់ភ្លើងឆេះហើយបានបើកខាប់វល់អង្គកំពប់ម្ដងមួយទូកដៃយកអង្គទៅលាងកំពប់មួយទូកដៃទៀតច្រកអង្គទៅក្នុងឆ្នាំងកំពប់ទៀតដល់ពុះជាត់បាយកំពប់ទៀតច្រកអង្គចំនួនល្មមឆ្អិនពេញឆ្នាំងបាយនៅតែកន្លះឆ្នាំងទាល់តែថ្ងៃណាស់ហើយទើបដួសដាក់កញ្ជើហើយបណ្ដើប្តីប្រពន្ធទៅបាចទឹកសមុទ្របាចទាំងខឹងទាំងជាបាចចំនួន5ថ្ងៃអស់វងមច្ឆាតូចធំផ្អើលផិតភ័យនិយាយគ្នាថាបុរសប្តីប្រពន្ធពីណាមកបាចទឹកសមុទ្រទៀតហើយពួកត្រីក៏សម្លឹងទាំងវងចាំមើលចាំស្ដាប់ប្រពន្ធខាត់លាក់បោះល្អីដែលបាចទឹកនោះហើយថាបាចយូរថ្ងៃហើយមិនបានឃើញរបស់អ្វីអញមិនខ្ចីទេអញលែងបាច់ហើយឆ្លោះប្តីប្រពន្ធជេរម្ដាយប្តីបញ្ជោប្រពន្ធប្រកាច់ចំបាប់គ្នាប្រទាញសម្ពុតគ្នាទៅវិញទៅមកទាល់តែអាក្រាតទាំងប្តីទាំងប្រពន្ធលេចគេខ្មាស់នៅមាត់សមុទ្រហើយអ្នកទាំងពីរអ្នកថាខ្ញុំគេក៏ខ្ញុំចោះលែងបាច់ហើយត្រីទាំងនោះឮថាលែងបាច់ក៏ត្រេកអរធូរចិត្តលែងសោកឲ្យមាសប្រាក់របស់ទាំងពួងត្រីទាំងនោះបានឃើញគេខ្មាស់បុរសប្តីប្រពន្ធក៏លោតសើចទាំងវងឯត្រីសណ្ដាយសើចទាល់តែរយះមាត់បានជាមាត់ធំដូចគេហែករហូតមកដល់បច្ចុប្បន្ននេះបុរសប្តីប្រពន្ធគ្មានបានអ្វីសោះក៏លែងឆ្លោះគ្នានាំគ្នាដកសារាយប្តីមួយអំរែកប្រពន្ធមួយត្រណូលត្រឡប់មកផ្ទះវិញចាក់សារាយចោលនៅគៀនជញ្ជាំងឲ្យរលួយខូចអស់ទៅ